បងគាត់និយាយថាគាត់បានទាស់ដោយសារតែគាត់អត់បានឃ្លុំហើយគាត់ចេញអាការៈដូចជាញ័រឈឺសន្លាក់ហើយដោយសារតែគាត់អត់បានឃ្លុំហើយគាត់ប៉ះទឹកត្រជាក់តើអាហ្នឹងពិតជាធ្វើឲ្យយើងទាស់មានអត់ហើយគាត់ក៏បានផ្ញើឯកសារខ្ញុំដែលគេហៅថាសាន់ហ៊ូផុងដែលអាការៈសាន់ហ៊ូផុងហើយអ្វីដែលគាត់ផ្ញើឲ្យហ្នឹងគឺគេបានបញ្យល់ថាគឺជាអាការៈដែលស្ត្រីក្រោយសម្រាលហ្នឹងគាត់មានអារម្មណ៍ថារងាមែនតើតែម្ដងហើយគាត់ត្រូវការពាក់អីឲ្យចិត្តហើយអាការៈក្រោយសម្រាលហ្នឹងមិនធំតែរងាវាមានអាការៈច្រើនទៀតដូចជាពេលខ្លះគាត់ស្រាវស្រាញឈឺសន្លាក់ឬក៏មានអារម្មណ៍មួម៉ៅហើយអាហ្នឹងភាសាជាភាសាអង់គ្លេសហៅថា postpartum ប៉ុន្តែបើចោទសួរថាតើអាសាន់ហ៊ូផុងហ្នឹងវាកើតឡើងដោយសារតែយើងអត់ស្លៀកពាក់ខោអាវចិត្តឬក៏ប៉ះទឹកត្រជាក់ឬក៏អត់ពាក់ស្រោមជើងមែនតែអត់គេបានដាក់យ៉ាងច្បាស់មើលតាមនេះវិញបងគឺគេបាននិយាយថាអាហ្នឹងគឺកើតឡើងដោយសារបំរែបំរួលនៃអរម៉ូនរបស់យើងនៅក្រោយសម្រាលគឺដោយសារការបាត់បង់ឈាមរបស់យើងហើយមួយទៀតយើងអរម៉ូនរបស់យើងប្រែប្រួលពីទម្ងន់ទៅជាត្រៀមទៅឲ្យកូនបំបៅដោះកូនអីចឹងទៅហើយមួយទៀតនៅពេលដែលយើងសម្រាលកូនរួចហ្នឹងយើងបាត់បង់ឈាមហើយយើងបាត់បង់ទឹកធ្វើឲ្យរាងកាយយើងហ្នឹងវាស្ងួតខ្លាំងអីចឹងទៅហើយមួយទៀតផងដែរគឺកង្វះជីវជាតិមានន័យថាយើងហូបអាហារអត់បានគ្រប់គ្រាន់សម្រាប់អត់បានគ្រប់គ្រាន់ហើយមួយទៀតក៏ដោយសារកត្តាដែលយើង stress ច្រើនដែរអាហ្នឹងគឺសិតតែជាកត្តាដែលធ្វើឲ្យកើតជំងឺដែលបងហៅថាទាស់ឬក៏ជាភាសាកូរ៉េដែលបងដាក់ខ្ញុំមិញហ្នឹងឯងហើយក៏មិនជាការផ្ចាញ់ដែរបើសិនជាបងអានសៀវភៅនឹងម្ដងទៀតគឺអត់មានត្រង់ចំណុចណាដែលនិយាយថាអាការៈហ្នឹងគឺកើតឡើងដោយសារតែយើងអត់ពាក់កៅអៅឲ្យចិត្តនោះទេប៉ុន្តែគេបាននិយាយថាអាការៈទាំងអស់ហ្នឹងនៅពេលដែលស្ត្រីមានគឺតែងតែគាត់មានអារម្មណ៍ល្ងាហើយចង់ស្លៀកពាក់ឲ្យចិត្តហើយចោះសួរថាយើងសម្រាលរួចហើយហ្នឹងយើងអត់ស្លៀកពាក់ឲ្យចិត្តបានអត់បានហើយសួរថាអាការអត់ឃ្លុំហ្នឹងវាធ្វើឲ្យទាស់អត់ធ្វើឲ្យទាស់ទេប៉ុន្តែបើសិនរាងកាយបងឯងត្រជាក់ញ័រញាក់ហើយត្រូវការស្លៀកពាក់ឲ្យចិត្តបងឯងមានអារម្មណ៍ថាកក់ក្ដៅស្រួលខ្លួនបងឯងពាក់ទៅអត់ខុសទេប៉ុន្តែសួរថាអត់ពាក់ឲ្យទាស់អត់គឺអត់ទេអត់មានបែបវិទ្យាសាស្ត្រណាមួយដែលគេនិយាយបែបហ្នឹងទេប៉ុន្តែផ្ទុយទៅវិញករណីដែលធ្វើឲ្យមានអាការៈបែបទាំងអស់ហ្នឹងគឺចាស់បុរាណតែងតែជួបដូចបងមកចំណងជើងគេចឹងគេដាក់អ៊ីយ៉ាគីមានថារឿងវាហ្នឹងវាតមកវាជារឿងដែលកើតឡើងពីបុរាណមកហើយក៏វាមានជាបែបវិទ្យាសាស្ត្រដែរចឹងខ្ញុំឲ្យបងមើលវីដេអូនេះមួយដែលខ្ញុំសួរពេទ្យផ្ទាល់សម្រាប់បងហ្មងហើយខ្ញុំមិនសួរតែពេទ្យមួយខ្ញុំសួរពេទ្យពី3ហើយសូម្បីតែពេទ្យនៅខ្មែរយើងក៏និយាយពីការឃ្លុំហ្នឹងដែរហើយអត់ឃ្លុំក៏ពេទ្យនិយាយដែរថាมันមានប៉ះពាល់ឬក៏ធ្វើឲ្យយើងទាស់ទេ just traditional. So what is cost of that one? Hmm? What is the cost of that one? They said it's happened because you don't wear like a warm clothes, you don't wear a sock, and then you touch a cold water. Is it true? It's not the exact medical knowledge. It's just tradition. There was a deficient of food nutrient. Most women weak body, so condition can make some complication. But nowadays, most women has enough nutrition and enough rest, so it is not. ដូចវីដេអូហ្នឹងចឹងពេទ្យប្រាប់ឲ្យថាសាន់ហ៊ូផុងហ្នឹងមិនកើតឡើងដោយសារតែបងប៉ះទឹកត្រជាក់ឬក៏អីទេគឺកើតឡើងដោយសារតែកង្វះអាហារូបត្ថម្ភមានវីតាមីនណាមួយចឹងទៅដែលចាស់ពីដើមគឺគាត់អត់អាចមានអស់ហ្នឹងញ៉ាំគ្រប់គ្រាន់ដូចជាមនុស្សសម័យឥឡូវទេហើយមួយទៀតផងដែរក៏វាអាចកើតឡើងដោយសារតែបងសម្រាប់គ្រប់គ្រាន់ឬក៏បង stress ពេកហើយធ្វើការហួសកម្លាំងអញ្ចឹងចុងក្រោយទៅគឺបងស្លៀកពាក់ទៅតាមរាងកាយរបស់បងត្រូវការប៉ុន្តែការមិនស្លៀកពាក់ឃ្លុំឲ្យចិត្តមិនធ្វើឲ្យបងទាស់ទេគឺវាជាអរម៉ូនការដែលរងាញ័រញាក់ផ្សេងៗហ្នឹងគឺជាកត្តាវិទ្យាសាស្ត្រដោយសារបងបាត់បង់ឈាមបាត់បង់ទឹកឬក៏ហូបជាមួយនឹងអាហារអត់មានជីវជាតិគ្រប់គ្រាន់ឬក៏អត់បានញ៉ាំវីតាមីនបន្ថែមនៅពេលដែលយើងបាត់បង់ឈាមឬក៏រាងកាយរបស់យើងកំពុងតែទន់ខ្សោយហ្នឹងហើយបងនៅប្រើកម្លាំងច្រើនធ្វើការអត់បានឈប់សម្រាកឬក៏មានរឿងជាច្រើនដែលបងត្រូវដោះស្រាយស្មុគស្មាញគេមិនលក់អីហ្នឹងបានជាកត្តាដែលធ្វើឲ្យបងប៉ះពាល់ពិតប្រាកដ